តាមពិតអ្នកដែលធ្វើការនៅមេរីហ្នឹងពីដំបូងគេអត់ចង់ឲ្យយើងចូលជួបទេដោយសារអីគឺការងារហ្នឹងមិនមែនជាការងាររបស់គេប៉ុន្តែពេលដែលខ្ញុំទៅហ្នឹងគឺថាខ្ញុំក៏បានកាន់กระดาษស្នាមរបស់ខ្ញុំទៅដែរបងប្អូនមានតាំងពី Livre Fami មានតាំងពី Contra de Tawai មានតាំងពី Bulletang de Sale មានតាំងពី Recipe ដែលគេផ្ញើមកឲ្យយើង3ខែហើយនឹងដាច់ហើយនឹងទីតដែលសេស្រួលយើងចាស់ធ្វើអីក៏ដោយនៅស្រុកនេះដល់តែយើងមានភ័ស្តុតាងតមកពួកគាត់ក៏ពិនិត្យមើលกระดาษស្នាមរបស់ខ្ញុំហើយគាត់យកទៅក្នុងប្រហែលជា7-8មនុស្សហើយខ្ញុំក៏អត់ដឹងដែរថាពេលដែលគាត់យកទៅខាងក្នុងហ្នឹងគាត់តាក់ទងគ្នាជាមួយនឹងខាងស៊ូប្រេវីទាឬក៏យ៉ាងណាឲ្យបងប្អូនដោយសារអីគឺថាខ្ញុំបើកឲ្យគាត់មើលសពគ្រប់តែម្ដងមានតាំងពីអ៊ីមែលជាមួយនឹងខាងស៊ូប្រេវីទាមានតាំងពីអ៊ីមែលជាមួយនឹងខាងក្រុមហ៊ុនធ្វើការអញ្ចឹងណាព្រោះអីគឺថាពួកខ្ញុំតាក់ទងផ្ញើឯកសារផ្ញើអីហ្នឹងគឺថាតាមអ៊ីមែលទាំងអស់ដើម្បីឲ្យគាត់ឃើញឲ្យគាត់ដឹងថាមកពីហេតុអីបានជាกระดาษស្នាមខ្ញុំយឺតហើយនឹងក្រតាអញ្ចឹងបងប្អូនតបមកទៀតក៏បានរៀបរាប់ពីខ្សែជីវិតដ៏ជូរចត់រស់នៅក្នុងប្រទេសបារាំងប្រាប់ពួកគាត់ស្ដាប់ហើយនិយាយពីថាអាណិតខ្ញុំឡើងចង់ស្រក់ទឹកភ្នែកតែម្ដងបងប្អូនឃើញយើងអត់ការងារធ្វើហើយអត់กระดาษស្នាមមានបញ្ហាហើយជីវិតយើងកំសត់ថែមទៀតអញ្ចឹងបងប្អូន